បាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយសួស្តីដល់សមាជិកស្រីអ៊ីទាំងអស់បាទជាទីនឹករលឹកហើយខ្ញុំបាទឈ្មោះកៅមនីបាទគឺជាអ្នកបង្កើតនៅគម្រោងស្រីអ៊ីដ៏អស្ចារ្យហើយគម្រោងស្រីអ៊ីនេះពិតជាអស្ចារ្យមែនបងប្អូនបានដឹងហើយថាជាគម្រោងមួយដែលជួយគ្នាបាទហើយអត់មានជាលក្ខណៈក្រុមហ៊ុនអីមកសួរអីក្រុមហ៊ុនឬក៏ system ប្រព័ន្ធអីញ៉ៃអត់ទេបាទខ្ញុំសួរតែបងប្អូនមួយម៉ាត់ទេបងប្អូននឹងរាល់ថ្ងៃរលុយគឺរប្រព័ន្ធតែប៉ុណ្្នឹងទេរលុយឬរប្រព័ន្ធរក្រុមហ៊ុនឬក៏រលុយបាទនេះគឺគ្រាន់តែជាការដែលយើងជួយគ្នាក្នុងការលក់ក្នុងការលក់ដូរនៅក្នុងការទិញទំនិញឬក៏ការលក់ដូរបាទអញ្ចឹងខ្ញុំបង្កើតគម្រោងស្រីអ៊ីនេះឡើងគឺសម្រាប់ទិញនិងលក់បាទហើយយើងបានចំណេញហើយយើងជួយគ្នាទៅវិញទៅមកអញ្ចឹងណាអញ្ចឹងបើបងប្អូនចង់ជួយគ្នាទៅវិញទៅមកក្នុងនាមខ្មែរដូចខ្មែរដូចគ្នាបងប្អូនអាចចូលជាមួយខ្ញុំបានហើយមើលវីដេអូនៅខាងក្រោមតើគេធ្វើយ៉ាងម៉េចអញ្ចឹងណាបាទហើយថ្ងៃនេះដែរគឺខ្ញុំសូមចែករំលែកនៅក្នុងរឿងមួយដែលពាក់ព័ន្ធទៅនឹងការសាងប្រាក់ចំណូលដើម្បីធ្វើយកដើម្បីយើងមានចំណេញយើងចំណេញដល់ខ្លួនយើងបាទហើយនឹងគ្រួសារអញ្ចឹងណាអញ្ចឹងបងប្អូនដឹងហើយការរកប្រាក់ដើម្បីឲ្យវាចំណេញទាំងអស់គឺក្នុងការពិបាកណាស់អញ្ចឹងថ្ងៃនេះគឺខ្ញុំនិយាយអំពីដំណើរជីវិតបាទណាខ្ញុំនិយាយពីដំណើរជីវិតបន្តិចសម្រាប់បងប្អូនទាំងអស់គ្នាបាទហើយនៅក្នុងនេះគឺខ្ញុំតាំងបាទឆ្វេងដៃបាទខ្ញុំតាំងឆ្វេងដៃគឺលុយឆ្វេងដៃគឺលុយណាបងប្អូនណាហើយខាងស្ដាំដៃបាទខាងស្ដាំដៃគឺសុខភាពអញ្ចឹងបងប្អូនដឹងហើយថាយើងរកលុយហើយនឹងសាងសុខភាពនិងបង្កើនសុខភាពបើយើងមានលុយហើយអត់មានសុខភាពក៏ពិបាកបើយើងមានសុខភាពអត់មានលុយក៏ពិបាកដែរក៏ប៉ុន្តែក្នុងសំណួរនេះខ្ញុំចង់សួរថាចុះបើបងប្អូនមានតែលុយហើយអត់សុខភាពបងប្អូនយកអត់ណាចុះបើបងប្អូនមានសុខភាពល្អតែអត់លុយបងប្អូនយកអត់បាទណាបាទហើយចុះបើសិនបងប្អូនមានលុយរាប់លានដុល្លារហើយសារសុខភាពរបស់បងប្អូនទ្រុឌទ្រោមដេកតែក្នុងមន្ទីរពេទ្យរហូតមួយឆ្នាំទល់មួយឆ្នាំមួយជីវិតបងប្អូនដេកតែមន្ទីរពេទ្យបងប្អូនយកអត់ណាហើយចុះបើបងប្អូនមានលុយមានសុខភាពល្អតែបងប្អូនក៏បន្តទៅរកលុយបន្តទៀតណាបើបងប្អូនខ្សោយសុខភាពឲ្យចប់ហើយណាបងប្អូនណាតែបើបងប្អូនមានលុយមានសុខភាពល្អហើយបងប្អូនមានពេលវេលាទៅរកលុយគឺល្អអញ្ចឹងរវាងពីរហ្នឹងខាងស្ដាំនិងខាងឆ្វេងបងប្អូនយកមួយណាបាទសូមបងប្អូនប្រាប់ខ្ញុំទាំងអស់គ្នាមកបាទយកមួយណាខាងស្ដាំឬខាងឆ្វេងបាទខាងឆ្វេងគឺលុយខាងស្ដាំគឺសុខភាពអញ្ចឹងមនុស្សស្ទើរតែ95%ប្រកាសជាយកសុខភាពល្អហើយយកសុខភាពសិនព្រោះឲ្យមានសុខភាពល្អអាចទៅរលុយបានតែបើសិនបើជាមានលុយតែសុខភាពទ្រុឌទ្រោមដេកទាំងទីពេទ្យហើយចប់ហើយចាំថ្ងៃស្លាប់ទេយកលុយធ្វើអីណាអញ្ចឹងក៏ចង់បានសុខភាពអញ្ចឹងបងប្អូនរកមុខរបរណាដែលមានសុខភាពមុខរបរណាបងប្អូនព្រោះមនុស្សរាល់ថ្ងៃយើងចង់បានសុខភាពតែចេញទៅរកទៅលុយទេបងប្អូនមនុស្សភាគច្រើនគឺគាត់ចង់បានសុខភាពល្អតែព្រលឹមឡើងគឺចេញទៅរកលុយចំណាយពេលវេលាជាច្រើនដើម្បីលុយមិនចំណាយពេលវេលាជាច្រើនដើម្បីសុខភាពនោះទេបាទអញ្ចឹងតើមុខរបរណាដែលបងប្អូនរកទៅគឺបានទាំងសុខភាពបានទាំងលុយអញ្ចឹងណាបាទមានមុខរបរជាច្រើនគឺបានតែលុយតែបាត់បង់សុខភាពបាទអញ្ចឹងគឺសំណូមពររបស់ខ្ញុំមួយគឺស្រីអ៊ីនឹងឯងគឺស្រីអ៊ីដែលខ្ញុំកំពុងតែធ្វើនឹងឯងគឺជួយគ្នាទៅវិញទៅមកស្រីអ៊ីនេះគឺបានទាំងសុខភាពបានទាំងលុយអញ្ចឹងបងប្អូនចាប់ដើមមើលវីដេអូរបស់ខ្ញុំពីនឹងទៅរហូតបាទពីមុនមកហើយរហូតដល់ឥឡូវហ្នឹងបងប្អូននឹងដឹងថាតើធ្វើស្រីអ៊ីពិតជាបានសុខភាពនិងលុយដែរឬអត់អញ្ចឹងបងប្អូនប្រកាសជាយកខាងស្ដាំដៃគឺយកលុយហើយនៅកន្លែងណាមានគឺស្រីអ៊ីបាទស្រីអ៊ី be happiness សុភមង្គលពិតប្រាកដអរគុណច្រើន